នាយកប្រតិបត្តិមហាសេដ្ឋីម្នាក់ពិតជាហៅឆ្កែថាប៉ាតាមពិតគាត់គឺជាអ្នកស្នងរត់នៃអាណាចក្រសត្វចិញ្ចឹមប៉ុន្តែគ្រួសាររបស់គាត់ត្រូវបណ្ដាសាប្រសិនបើនរណាម្នាក់ហៅពួកគេថាឆ្កែចំមុខពួកគេនឹងប្រែទៅជាឆ្កែឪពុករបស់គាត់បានប្រែទៅជាឆ្កែរួចទៅហើយកាលពី10ឆ្នាំមុនឆ្កែ Golden Retriever ដ៏ជាទីស្រឡាញ់របស់ស្ត្រីម្នាក់នេះបានងាប់បន្ទាប់ពីស៊ីចំណីឆ្កែរបស់ក្រុមហ៊ុនគាត់ព័ត៌មានបានរាយការណ៍ថាមានឆ្កែជាច្រើនបានងាប់ដោយសារចំណីឆ្កែនោះនាងបានព្យាយាមតាំងជាមួយក្រុមហ៊ុនរបស់នាយកប្រតិបត្តិដើម្បីសុំចម្លើយប៉ុន្តែត្រូវបានបដិសេធរាល់ដងរហូតដល់10ឆ្នាំក្រោយមកនាងបានចូលធ្វើការនៅក្រុមហ៊ុនសត្វចិញ្ចឹមនោះដោយមានគម្រោងប្រមូលភស្តុតាងនៃកំហុសរបស់ពួកគេនាងចៃដន្យឲ្យបានឮនាយកប្រតិបត្តិកំពុងនិយាយទូរស័ព្ទជាមួយជំនួយការរបស់គាត់ហើយបានដឹងពីបណ្ដាសារបស់គ្រួសារនេះប្រសិនបើគេហៅថាឆ្កែពួកគេពិតជាប្រែទៅជាឆ្កែមែនបន្ទាប់ពីដឹងអាថ៌កំបាំងនេះនាងសម្រេចចិត្តធ្វើឲ្យគាត់ប្រែទៅជាឆ្កែជារៀងរហូតដូច្នេះនាងក៏ខ្លែងធ្វើជាឡើងទៅលើដំបូលអគារពេលគាត់ប្រញាប់រត់ទៅរកនាងក៏ហៅគាត់ថាឆ្កែចំមុខតែម្ដងនាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ពេលគាត់ពិតជាប្រែទៅជាឆ្កែមែនបន្ទាប់ពីសងសឹកបានសម្រេចនាងព្យាយាមលួចរត់ចេញប៉ុន្តែជំនួយការបានតាមរកនាងឃើញគាត់ប្រាប់នាងថានាងមានពេល30ថ្ងៃដើម្បីស្វែងរកមូលហេតុនិងវិធីបំបែកបណ្ដាសានេះបើមិនដូច្នេះទេគាត់នឹងជាប់ជាឆ្កែជារៀងរហូតនាងមិនចង់ឲ្យគាត់ជាសេះស្បើយទេដូច្នេះនាងក៏កុហកថាមានការងារច្រើនពេកជំនួយការប្រាប់នាងឲ្យយកឆ្កែនោះទៅជាមួយហើយបញ្ចប់ការងាររហូតទាល់តែបណ្ដាសាត្រូវបានដកចេញពួកគេមិនអាចនៅឆ្ងាយពីគ្នាលើសពី5ម៉ែត្រទេដូច្នេះនាងក៏យកគាត់ទៅផ្ទះហើយថែមទាំងត្រូវងូតទឹកឲ្យគាត់ទៀតផងពាក់កណ្ដាលទីស្រាប់តែគាត់ប្រែមកជាមនុស្សវិញហើយថែមទាំងប្រាប់នាងឲ្យប៉ះគាត់ទៀតផងនាងគិតថាគាត់ជាមនុស្សល្មមកម្មហើយក៏ងាកចេញប៉ុន្តែគាត់បានទាញនាងមកវិញហើយថើបនាងដោយបង្ខំតាមពិតទៅប្រសិនបើក្បាលរបស់គាត់មិនត្រូវបានគេអង្អែលរយៈពេល3ម៉ោងទេគាត់នឹងបាត់បង់ការគ្រប់គ្រងហើយចង់តែថើបនាងភ័យស្លន់ស្លោហើយចាប់ផ្ដើមអង្អែលក្បាលគាត់មិនឈប់បន្ទាប់មកគាត់ក៏ដើរចេញមកក្រៅដោយស្លៀកខោអាវដេកពណ៌ផ្កាឈូករបស់នាងបន្ទាប់ពីគាត់ដេកលក់នាងព្យាយាមគ្រប់វិធីដើម្បីបំបែកបណ្ដាសានិងរត់គេចពីគាត់ថែមទាំងគិតថាការថើបជាដំណោះស្រាយប៉ុន្តែគាត់ខ្លាញ់ធ្វើជាដេកលក់រហូតមកគាត់ប្រាប់នាងឲ្យឈប់ខ្ជះខ្ជាយការខិតខំប្រឹងប្រែងទៀតទៅគ្រួសាររបស់គាត់បានសាកល្បងវិធីនោះរួចហើយនៅថ្ងៃបន្ទាប់នាងនាំគាត់ទៅធ្វើការប៉ុន្តែត្រូវមិត្តរួមការងារដែលមានល្បិចក៏ធ្វើបាបភ្លាមពេលនឹកឃើញដល់នាយកប្រតិបត្តិឆ្កែនៅក្បែរនាងស្រាប់តែនាងមានទំនុកចិត្តហើយក្រោកឈរការពារខ្លួនឯងជាលើកដំបូងមិត្តរួមការងារខឹងសម្បាយ៉ាងខ្លាំងហើយព្យាយាមបណ្ដេញនាងចេញជំនួយការប្រញាប់ចូលមកជួយសង្គ្រោះស្ថានភាពនាងរៀបនឹងចាប់ផ្ដើមធ្វើការហើយប៉ុន្តែឃើញនាយកប្រតិបត្តិឆ្កែកំពុងប្រើកុំព្យូទ័រនាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដូច្នេះនាងក៏ឲ្យគាត់ធ្វើការងាររបស់នាងគាត់ព្យាយាមបដិសេធប៉ុន្តែនាងគំរាមថានឹងមិនជួយបំបែកបណ្ដាសាទេបន្ទាប់ពីត្រូវបានបង្ខំគាត់បញ្ចប់អ្វីគ្រប់យ៉ាងក្នុងរយៈពេលមិនដល់កន្លះម៉ោងផងប្រសិទ្ធភាពការងារដ៏អស្ចារ្យរបស់គាត់ធ្វើឲ្យអ្នកគ្រប់គ្នាកោតសរសើរប៉ុន្តែនាងចៃដន្យនិយាយខុសមាត់ថាការបំផុសគំនិតរបស់នាងបានមកពីសត្វឆ្កែមួយក្បាលហើយវាគឺជាឆ្កែរបស់នាយកប្រតិបត្តិពេលនាងនិយាយបែបនេះមិត្តរួមការងាររបស់នាងទាំងអស់ចង់ឲ្យឆ្កែរបស់ពួកគេបង្កាត់ពូជជាមួយឆ្កែរបស់នាយកប្រតិបត្តិបើយើងមិនអាចយកនាយកប្រតិបត្តិបានទេយើងនឹងយកឆ្កែរបស់គាត់ពេលលើបែបនេះនាងប្រញាប់និយាយថាឆ្កែនោះត្រូវបានគ្រាវរួចហើយដើម្បីជួយសង្គ្រោះគាត់ប៉ុន្តែពេលមកដល់ផ្ទះភ្លាមគាត់ចង់សង្សឹកគាត់រៀបនឹងបង្ខំថើបនាងម្ដងទៀតហើយពេលនោះម្ចាស់ផ្ទះក៏លេចមុខមកសួរនាំរឿងសម្លេងឆ្កែព្រោះនាងព្យាយាមបដិសេធប៉ុន្តែម្ចាស់ផ្ទះបានឃើញចានចំណីឆ្កែហើយទាមទារឲ្យដំឡើងថ្លៃឈ្នួលផ្ទះឬក៏នាងត្រូវរើចេញដូច្នេះនៅថ្ងៃបន្ទាប់នាយកប្រតិបត្តិក៏នាំនាងទៅកន្លែងរបស់គាត់ពេលនាងដើរចូលទៅភ្លាមនាងឃើញឆ្កែ Golden Retriever ដ៏ធំមួយក្បាលវាមានរូបរាងដូចឆ្កែដែលនាងធ្លាប់មានកាលពី10ឆ្នាំមុនអញ្ចឹងនាងមិនបានដឹងទេថាវាគឺជាឪពុករបស់នាយកប្រតិបត្តិដែលត្រូវបណ្ដាសាតោះអញ្ចឹងមានន័យថាគាត់ក៏ប្រែទៅជាឆ្កែដែរហ៎